Nhưng thôi khó,มันจะvẫn từขอចឹងនេះក៏ជាសំណួរមួយដែលមនុស្សជាច្រើនតែងតែសួរខ្លួនឯងនៅពេលដែលជួបរឿងឈឺចាប់ណាមួយដូចជាត្រូវបានគេក្បត់ចិត្តជួបរឿងអយុត្តិធម៌ឬក៏ជីវិតរបស់គាត់នឹងជួបបញ្ហាម្ដងហើយម្ដងទៀតផ្ទុំខ្លួនគ្នាតែនេះជាអីដែលខ្ញុំចង់ឲ្យអ្នកនរគ្នាដឹងពីការពិតនៃភាពឈឺចាប់តាមរយៈអីដែលខ្ញុំរៀនសូត្រពីរឿងខ្ញុំបានជួបកន្លងមកអ្នកនរគ្នាធ្វើឲ្យខ្ញុំបានថាចេះការពិតទៅភាពឈឺចាប់ដែលយើងមានទៅលើរឿងអីមួយវាមិនមែនសុទ្ធតែបង្ហាញថាយើងធ្វើអីខុសឬក៏វាជាបដាសានៃផលកម្មណាមួយដែលយើងបានធ្វើឯងបើយើងមើលឲ្យស៊ីជម្រៅភាពឈឺចាប់វាប្រៀបដូចជា feedback ឬក៏ជាព័ត៌មានចំពោះរឿងដែលយើងកំពុងតែឈឺចាប់លើវានឹងចឹងឧទាហរណ៍ចេះអ្នកទាំងអស់គ្នាធ្វើការនៅក្នុងផ្នែកផ្សារអញ្ចឹងពីមុនអាហ្នឹងគេហៅគេយុទ្ធសាស្ត្រដែលអ្នកនរគ្នាធ្វើដើម្បីលក់ហ្នឹងគឺវាបានផល hit target រហូតប៉ុន្តែមកដល់បច្ចុប្បន្នវាលែង hit ដូចមុនចឹងហើយត្រូវមាត់មេត្រូវអីចឹងទៅធ្វើឲ្យយើងអត់សប្បាយចិត្តអញ្ចឹងនៅក្នុងពេលហ្នឹងវាអាចជាការបង្ហាញថាអយុទ្ធសាស្ត្រដែលអ្នកនរគ្នាប្រើ work ពីមុនហ្នឹងវាលែង work នាពេលបច្ចុប្បន្នហើយដែលទាមទារឲ្យយើងអាប់ដេតយុទ្ធសាស្ត្រថ្មីដើម្បីឲ្យវាត្រូវការនឹងត្រូវនឹងតម្រូវការនាពេលបច្ចុប្បន្នរបស់អតិថិជនបច្ចុប្បន្នឬក៏ទីផ្សារបច្ចុប្បន្នអីចឹងទៅអញ្ចឹងយើងដូរ perspective របស់យើងដែលយើងមើលចំពោះភាពឈឺចាប់ដែលគាត់ថាយើងអត់ល្អយើងអត់ប្រកែហ្នឹងមកជាការដែលយើងreflection ទៅលើអីដែលយើងកំពុងធ្វើវិញ yes មិនដែរនៅកតភាពឈឺចាប់គួរឲ្យខ្លាចទៀតអត់